ការតាមសួនគេស្អាតណាស់ថ្ងៃនេះថ្ងៃអាទិត្យមានអ្នកគេមកមើលច្រើនណាស់ផ្លូវស្អាតមានមនុស្សម្នាមកលេងច្រើនមើលផ្កាមើលអីប៉ុណ្ណឹងឯងការនេះស្អាតដល់ខែវាលាស់ហើយឥឡូវតិចទៀតក្តៅខ្លាំងហើយរយអស់អេស្អាតមកនៅច្រើននៅទៅផ្លូវខាងនោះទៀតស្អាតមកទេសភាពថ្ងៃក្តៅចិត្តមាត់ទន្លេទៀតហើយល្វើយមានឡានមានអីគេមកបោះតង់មកអីតាមហ្នឹងថ្ងៃអាទិត្យគេទន្លេគេងារយើងក៏ទន្លេគេងារតែយើងអត់មានឡានជិះមកបោះតង់ទេយើងជិះឡានក្រុងប៉ុណ្ណឹងឯងជីវិតស្អាតណាស់តំបន់នេះស្ងប់ស្ងាត់អត់សូវមានមនុស្សទេទេសភាពគេឡើងស្អាតគេអេមថ្ងៃអាទិត្យចឹងមនុស្សមកលេងច្រើនថ្ងៃអាទិត្យហើយថ្ងៃបុណ្យតែនោះគេវាយកូនគោលនៅលើនោះទេសភាពស្អាតមានអីមានដើរលេងតាមសួនតាមអីថ្ងៃអាទិត្យទំនេរវិការងារកំលេចដេកផ្ទះពេក stress ស្អាតមកនេះអត់សូវមានមនុស្សមកលេងមនុស្សលេងនៅខាងនោះច្រើនទេសភាពគេតែបន្លាយនេះអត់មានទឹកទេដោយសារគេអត់ទាន់បើកទឹកឲ្យហូរចូលនៅខាងលើគេវាយកន្លែងវាយកូនគោលវាអីនេះយប់ឡើងភ្លឺតាមគោលហ្នឹងមានពូលរបស់គេនេះអានេះពូលនេះប្រើសូឡានេះសូឡានៅពីលើអេមនំស្អាតមកជាអារម្មណ៍ស្រស់ស្រាយអេមនិយាយតែដើរតាមពីក្រោយមកផ្កានេះក៏ស្អាតមែនទែនតិចទៀតរយអស់ហើយឥឡូវកម្ដៅក៏វាមិនសូវក្ដៅប៉ុន្មានដែរប្រហែលជា16 17អង្សាមកស្រួលរស់នៅអត់ក្ដៅពេកអត់ត្រជាក់ពេកគឺល្មមមកស្រួលធ្វើការទេប៉ុណ្ណឹងតែចូលដល់ខែក្រោយគឺក្ដៅខ្លាំងនេះគេមកវាយវាយកូនគោលវាយអីនៅនោះឥឡូវស្បូរភ្លៀងទៀតងាកភ្លៀងហ្មងតែភ្លៀងខ្លាំងរយអស់ហើយផ្កានេះសួនគេដាំដើមឈើដាំផ្កាដាំអីស្អាតទេសភាពមកអេមកដើរលេងតែឯងថតតែឯងវាយកូនគោលសាហាវហើយឡាយតន់អត់មានទឹកទេស្ពានមកស្អាតស្ពានឆ្លងគេនេះអត់តន់មានទឹកគេតន់បើកទឹកឲ្យហូរមកអេមើលតាមសួនគេនេះស្អាតអារម្មណ៍ថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃបុណ្យអីមកស្អាតទេសភាពនេះផ្លូវឆ្លងទៅម្ខាងទៀតឆ្លងទៅមាត់ទន្លេខាងនោះមានផ្លូវមកស្អាតទៀតហើយយើងពងដាវទៅអីហើយខាងនោះដបូលនោះដូចជាកន្លែងរោងចក្របេតុងរោងចក្រអីគេធ្វើសំងធ្វើអីមកខាងនេះមានផ្លូវក្រៅកស៊ូមកស្អាតទៀតមានគោលភ្លើងគោលអីតូចគោលភ្លើងសូឡាដាក់តាមផ្លូវតែគ្មានណាលួចទេមកតែនេះអត់សូវមានមនុស្សដើរទេហើយនេះផ្លូវជីកង់ទេសភាពគេមកនេះមាត់ទន្លេមួយយ៉ាងរបស់គេដែរហ្នឹងមានផ្កាមានអីតិចតួចទន្លេ
តាមមាត់ទន្លេលេងស្អាតអូនផ្លូវគេតាមសួន